ស្ដីអំពីការត្រៀមមេរៀនសម្រាប់ការប្រឡងនានាខ្ញុំធ្លាប់ឆ្លងកាត់និងធ្លាប់បានដឹងក៏ដូចជាបានឮនៅសាសនាសង្គមមួយចំនួនដែលគាត់បាននិយាយកំឡុងពេលនៃការសិក្សានៅវិទ្យាល័យ1ខែទៅ3ខែដំបូងគាត់មិនសូវយកចិត្តទុកដាក់នៅក្នុងការសិក្សានោះទេដោយហេតុថាគាត់គឺនៅមានពេលវេលាច្រើនណាស់តម្រាំតែដល់ការប្រឡងវិទ្យាភូមិដូច្នេះខ្លួនចង់ចំណាយពេល1ខែឬក៏កន្លះខែទៀតធ្វើរឿងដែលវាមិនសូវជាផ្ដល់ផលវិជ្ជមានដល់ខ្លួនហេតុផលមួយទៀតខ្លួនគិតថាកំណត់ត្រឹមខែនេះខែនោះឬក៏ខ្ញុំចំណាយពេលត្រឹមតែរយៈពេល3ខែហើយបន្តមកទៀតខ្ញុំនឹងប្រឹងប្រែងសិក្សារៀនសូត្រនិងសិក្សាស្រាវជ្រាវឲ្យបានច្រើនអំពីមេរៀនសម្រាប់ការត្រៀមប្រឡងនានាប្រឡងឆ្លងវានិងប្រឡងទុតិយភូមិការគិតរបស់គាត់វាគឺជាផ្នត់គំនិតមួយដែលគាត់គិតថាគាត់អាចទៅរួចពីព្រោះថាមនុស្សម្នាក់ៗមិនអាចមានការគិតដូចគ្នាទេហើយសកម្មភាពក៏ដូចជាសមត្ថភាពក៏មិនអាចដូចគ្នាបានដែរសិស្សានុសិស្សខ្លះគាត់យល់មេរៀនបានលឿនគាត់សិក្សាបានច្រើនតាំងពីដើមដូច្នេះគាត់អាចចំណាយពេលវេលារយៈពេល1ខែសម្រាប់ការលំហែគ្រូបាលក៏ដូចជាការធ្វើរឿងផ្សេងៗប៉ុន្តែបន្តមកទៀតគាត់ប្រឹងប្រែងសិក្សាវិសុទ្ធហើយគាត់ក៏ទទួលបានលទ្ធផលប៉ុន្តែអ្វីដែលខ្ញុំចង់ផ្ដល់ទៅកាន់គ្រូគាត់នោះអ្វីក៏ដោយយើងត្រូវតែសួរមុនឲ្យវាច្បាស់ឲ្យវាដឹងនិងឲ្យវាច្បាស់ទើបវាងាយស្រួលក្នុងការសិក្សានៅពេលខាងមុខអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើនោះគឺសិស្សានុសិស្សថ្នាក់ទី12ទាំងអស់ត្រូវតែផ្លាស់ប្ដូរនៅផ្នត់គំនិតនេះខិតខំប្រឹងប្រែងតាំងពីដើមឆ្នាំទៅជាបទពិសោធន៍របស់ខ្ញុំនិងបទពិសោធន៍មិត្តភក្តិរបស់ខ្ញុំចំពោះបទពិសោធន៍មិត្តភក្តិរបស់ខ្ញុំម្នាក់ដែលគាត់បានប្រឡងបាក់ឌុបទទួលបាននីតិ3សរុបហើយក្នុងនោះគាត់ក៏ទទួលបាននីតិ A ផ្នែកគីមីវិទ្យារូបហើយនឹងជីវៈផងដែរអ្វីដែលគាត់តែងតែចែករំលែកដល់ខ្ញុំគាត់តែងតែនិយាយថាគាត់ប្រឹងរៀនតាំងពីដើមឆ្នាំហើយដោយគាត់គិតថាមេរៀនដំបូងដែលលោកគ្រូបានពន្យល់ដែលលោកគ្រូដាក់បង្រៀនដែលក្រសួងរៀបចំជាសៀវភៅពន្ធសម្រាប់ការបង្រៀនដល់សិស្សានុសិស្សទាំងអស់វាគឺជាមូលដ្ឋានគ្រឹះវិទ្យាគាត់ប្រើការគិតឡើងវិញថាពេលវេលាមិនដែលរងចាំមនុស្សទេមានតែមនុស្សទេដែលតែងតែរងចាំនៅពេលវេលាដូច្នេះចូលប្រើប្រាស់ពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃពី1ម៉ោងទៅ1ម៉ោងឲ្យមានផលប្រយោជន៍អ្វីដែលយើងគួរតែគិតសំខាន់នោះគឺថាតើមេរៀនក៏ដូចជាពេលវេលាដែលរងចាំមនុស្សទេវាមិនអាចរងចាំចំពោះអ្នកដែលគាត់មិនសូវឧស្សាហ៍ក្នុងការសិក្សារៀនសូត្រទេដូច្នេះយើងត្រូវតែប្រឹងការពីដើមឡើយដើម្បីឲ្យយល់សាច់រឿងក៏ដូចជាយល់នៅមូលដ្ឋានគ្រឹះមេរៀនផ្សេងៗដំបូងនៅក្នុងការសិក្សាមេរៀនបន្តវាប្រៀបដូចជាការចណ្ដើរអញ្ចឹងយើងមិនអាចឈានជើងដំបូងឡើងចូលទៅកាន់ចណ្ដើរទី10ទេឬក៏ទី11ទេយើងត្រូវឈានពីចណ្ដើរទី1ទៅកាន់ចណ្ដើរទី2ដូច្នេះហើយគាត់បានប្រឹងប្រែងសិក្សារៀនសូត្រតាំងពីដើមឆ្នាំហើយដល់ពេលចុងឆ្នាំគឺគាត់ទទួលបានលទ្ធផលល្អពិតមែនចំណុចមួយទៀតដែលគាត់បាននិយាយគាត់ថាគាត់មិនអាចចំណាយពេលវេលាទាំងអស់នេះបានទេដោយសារតែពេលវេលាទាំងអស់នេះគឺវាមានតម្លៃណាស់សម្រាប់គាត់បើសិនជាគាត់យកពេលវេលាដ៏មានតម្លៃរបស់គាត់នេះទៅធ្វើរឿងដែលវាផ្ដល់ផលវិជ្ជមាននោះគាត់ជីវិតរបស់គាត់ទទួលបាននូវផលវិជ្ជមានផងដែរក៏ប៉ុន្តែបើសិនជាគាត់ប្រើប្រាស់ពេលវេលាដ៏មានតម្លៃរបស់គាត់ទៅធ្វើរឿងដែលវាផ្ដល់ផលវិជ្ជមាននោះនឹងនាំគាត់ឲ្យទទួលបានផលអាក្រក់មកវិញទេចំណុចនេះហើយដែលខ្ញុំគិតថាគាត់បានបំពេញតួនាទីជាម្នាក់ដែលល្អ